នេះគឺជាMinecraft Skyblock ហើយខ្ញុំនឹងមក Survivor នៅក្នុង Minecraft Skyblock នេះចង់ថាការ Survivor របស់ខ្ញុំមានរឿងអ្វីខ្លះសូមតាមដានវីដេអូទាំងអស់គ្នា Let's go ខ្ញុំធ្វើការកាត់ឆ្មៅដើម្បីបានគាត់ពូជបានមកពូជទេបានគាត់ទៅយើងយកគាត់ស្រូវហ្នឹងយកមកទុកវិញហ្នឹងយកទុកសិនមកហើយចាប់ដើមទៅជីកដីយើងជីកដីហើយខ្ញុំគិតថាចង់ធ្វើម្រាបនេះម្រាបជីកថ្មហើយយើងជីកកន្លែងនេះមកប្លុកមកយើងបានមិននេះជីកនេះ2ប្លុកតមកយើងជីកតក្រមកប្លុកទៀតដើម្បីឲ្យទឹកវាហូរទៅក្រោមកុំឲ្យពេលដែលយើងអត់ដាក់ទៅពេលយើងដាក់ទឹកឡាវ៉ាចោលគ្នាជាអុកស៊ីឌានបើយើងហូរទឹកចេញអញ្ចឹងដាក់ចុះយ៉ាហើយចេញអត់រួចដាក់ដីប្លុកចេញមកទីហើយជីកវិញមកតមកយើងទៅយកនៃទឹកកកហើយកង្ឡាវ៉ាណាដែលគេ free ឲ្យយើងប្រើហ្នឹងហើយចាប់ផ្ដើមដាក់ទឹកកកនេះសិនមកហើយខ្ញុំដាក់ឡាវ៉ាចូលហើយវាយទឹកកកនេះតមកយើងយកជីកអាដីនេះចេញអញ្ចឹងឃើញវាคล้ายទៅជាថ្មចុងអត់មានថាជីកថ្មទៅមានតែទៅកាប់ដីសិនយើងដើម្បីកាប់ដីហើយកាប់ឲ្យស្អាតកន្លែងហ្នឹងយើងភិចឲ្យធំតិចសម្រាប់ឲ្យយើងកាប់ឈើវាធ្វើបោះនានាអញ្ចឹងវាធ្លាក់ដើមឈើវាត្រប់មែកឈើឲ្យយើងកូនឈើយើងដើម្បីដាំតទៀតហើយយើងមកកាប់ឈើមកនេះពេលយើងកាប់ហើយយើងវាអត់ធ្លាក់តក្រោមតែកូនឈើហ្នឹងអញ្ចឹងយើងធ្វើមកក្រាស់ធ្វើជាក្រាស់ធីងធ្វើបលណាបានយើងបែកឈើសិនមកហើយយកឈើដែលយើងបែកហ្នឹងធ្វើជាក្រាស់ធីងធ្វើបលហើយយើងយកក្រាស់ធីងធ្វើបលយកមកណាហើយធ្វើការផលិត stick ហ្នឹងហើយយើងផលិត stick ហើយធ្វើការផលិត pickaxe យក pickaxe ឈើយកទុកឈើសិនហើយយើងយក pickaxe ឈើរបស់យើងទៅមកក្នុងការជីកថ្មនេះแล้วយើងកាប់ឡើងជីកថ្មអូខេឥឡូវយើងជីកថ្មបានល្មមហើយយើងផលិតធ្វើ pickaxe ថ្មម្ដងសម្រាប់វាស្រួលជីកលឿនជាង pickaxe ឈើអញ្ចឹងយើងធ្វើ pickaxe ថ្មហើយយក pickaxe ថ្មកាត់ថ្មទៀតក៏បន្ទាប់ពីជីកថ្មហើយខ្ញុំធ្វើការយកឈើទុកសិនឲ្យវាឈូសខ្លាចជិះធ្លាក់ជើងបានយកប្រកែសូវវាដែរយើងយកថ្មនេះធ្វើ slab ដើម្បីឲ្យវាកុំឲ្យខាតថ្មហ្នឹងយើងដាក់ពេញហើយយើងដាក់ហើយអស់ថ្មអត់ដែរមើលកាប់ដើមឈើមើលអត់ឃើញត្រប់ហើយចុះហើយបានមកឈើកូនឈើតាំងពីពេលណាយើងដាក់កណូវាត្រប់ឲ្យទៀតឃើញយើងយកកូនឈើនេះខ្ញុំយកឈើយកមកដាំទុកសិនមកដើម្បីឲ្យវាដុះធំការប្រើហើយយកមកជីកថ្មតទៅទៀតឥឡូវខ្ញុំជីកថ្មបានច្រើនហើយយើងធ្វើថ្មយកធ្វើ slab ទៀតដើម្បីខ្ញុំធ្វើការអាប់ដេតកន្លែងយើងឲ្យបានរឿងធំបន្តិចហ្នឹងហើយកុំឲ្យឃើញនោះទូចពេកបាក់ធ្វើការយើងធ្វើការអូខេឥឡូវយើងចិត្តអស់ថ្មហើយឥឡូវខ្ញុំគិតថាចង់ដាំដំណាំក្របពូជដែលយើងកាប់បានបន្តិចហ្នឹងបានមួយហ្នឹងយើងយកមកខ្ញុំធ្វើការយកផលិតធ្វើជា stick ហើយយក stick ធ្វើជាសម្រាប់កាយដីសម្រាប់កាយតមកហើយចាប់ដើមកាយដីមានតែមួយកាយតមួយហ្នឹងគ្រាប់ពូជមានតែមួយណាយើងតាមឥឡូវវាធំឡើងនេះយើងអាចមានដោះតទៅទៀត
ហើយចាប់ដើមមកដាក់ចាក់ដាក់បៀលកន្លែងនេះតតិចទៀតដើម្បីងាយស្រួលដើរកន្លោះយើងដើរទៅធ្លាក់អីចឹងលោអស់ slab ឯងខ្ញុំធ្វើការយកដើម្បីធ្វើ slab តទៅទៀតហើយដាក់មកអូខេដាក់នេះមួយទៀតហើយដាក់នេះដែរមកអូខេចុះអស់ហើយអស់ slab ហើយណាចឹងថ្ងៃហ្នឹងមានតែប៉ុណ្ណឹងទេវីដេអូថ្ងៃហ្នឹងចាំថ្ងៃក្រោយអេពីសូតក្រោយចាំធ្វើការលេងនៅ Minecraft Sky ប្លុកនេះតទៅទៀតហើយវីដេអូមានតែប៉ុណ្្នឹងទេបាយបាយអ្នកនរគ្នា